ត្បូងទិព្វទាំង7នឹងបង្កើនហុងស៊ុយទៅតាមដំណើរកំណើតនៃចក្រានទាំង7របស់បងប្អូនត្បូងដែលបងជ្រើសរើសយកមកលម្អនៅរូបកាយរបស់បងឬក៏ដាក់ជាប់ខ្លួនបងតាមជំនឿហុងស៊ុយឬទៅតាមថ្ងៃកំណើតទាំង7របស់បងនឹងនាំនៅហុងស៊ុយល្អផ្ដល់នូវភាពចម្រុងចម្រើននិងលាភសក្ការៈបរិបូរណ៍ដល់បងក្នុងនោះគេជឿថាការប្រើប្រាស់ត្បូងជាប្រចាំឬក៏ការឧស្សាហ៍ប្រើញឹកញាប់អាចបណ្ដេញនូវភាពចង្រៃឬក៏ពពួកយាយីព្យាបាទបានថែមទៀតផងដូច្នេះដើម្បីធ្វើការជៀសផុតពីរឿងអពមង្គលនិងផ្ដល់សំណាងល្អៗចូលទៅកាន់ជីវិតរបស់បងចូលបងជ្រើសរើសប្រភេទត្បូងទៅតាមថ្ងៃកំណើតរបស់បងដោយមានបង្ហាញនៅក្នុងការផ្ដល់ជូនរបស់ខ្ញុំនេះត្បូងទី1អ្នកដែលកើតថ្ងៃអាទិត្យសម្រាប់អ្នកដែលកើតថ្ងៃអាទិត្យដែលចង់នាំសំណាងឲ្យខ្លួនបងចូលបងជ្រើសរើសត្បូងមរតកត្បូងទទឹមនិងគុជដែលមានពណ៌បៃតងព្រោះនឹងនាំទ្រព្យនាំសម្បត្តិឲ្យហូរចូលផ្ដល់ភាពរុងរឿងដល់ក្រុមគ្រួសារលើកកម្ពស់នៅកិច្ចការងារអំណាចនៃសុខភាពសេចក្តីស្រឡាញ់និងសេចក្តីមេត្តាពីមនុស្សនៅជុំវិញខ្លួនទៀតផងទី2អ្នកដែលកើតថ្ងៃច័ន្ទចំពោះអ្នកដែលកើតថ្ងៃច័ន្ទវិញប្រសិនចង់ជៀសពីរឿងអពមង្គលចូលរើសគុជភ្នែកខ្លាត្បូងទទឹមឬក៏ត្បូងថ្ម Lapis Lazuli ដោយហេតុថាត្បូងទាំងអស់នេះអាចនាំនៅប្រាក់កាសផ្ដល់ឲ្យអាជីវកម្មរីកចម្រើនកិត្យានុភាពនិងមានតែមនុស្សចោមរោមស្រឡាញ់បងពេញចិត្តតែម្ដងទី3អ្នកដែលកើតថ្ងៃអង្គារដោយឡែកសម្រាប់អ្នកដែលកើតថ្ងៃអង្គារនឹងទទួលបានតែរឿងជោគជ័យប្រសិនបងជ្រើសរើសគុជភ្នែកខ្លាត្បូងថ្ម Lapis Lazuli និងត្បូងកណ្ដៀងមកលម្អកាយរបស់បងត្បូងទាំង3នេះនឹងជួយនាំសុភមង្គលដល់ក្រុមគ្រួសារលុយកាក់ក៏ហូរចូលលើកកម្ពស់កិច្ចការងារនិងផ្ដល់នូវសុខុមាលភាពយ៉ាងល្អទៀតផងទី4អ្នកដែលកើតថ្ងៃពុធអ្នកកើតថ្ងៃពុធដែលចង់បាននៅសំណាងល្អមកឲ្យនៅជាមួយបងចូលជ្រើសរើសយកត្បូងកណ្ដៀងដែលមានពណ៌ផ្កាឈូកត្បូងកណ្ដៀងពណ៌ខៀវឬក៏ត្បូងមរតកពពួកត្បូងទាំងនេះអាចនាំសំណាងខ្លាំងផ្នែករកស៊ីការងារសុខភាពទ្រព្យសម្បត្តិក៏ដូចជារឹតចំណងក្រុមគ្រួសារឲ្យរស់នៅប្រកបដោយសេចក្តីសុខបរិបូរណ៍ទី5អ្នកដែលកើតថ្ងៃប្រហ័សអ្នកដែលកើតថ្ងៃប្រហ័សត្បូងមរតកគឺចិននិងគុជពណ៌ផ្កាឈូកគឺពិតជាស័ក្តិសមខ្លាំងណាស់សម្រាប់លើករាសីនិងផ្ដល់លាភសក្ការៈដល់ខ្លួនបងជួយបង្កើននូវលុយបង្កើននូវទ្រព្យផ្ដល់ឱកាសការងារសមប្រកបនិងផ្ដល់សំណាងដល់ការរកទទួលទានតូចធំទាំងឡាយទៀតផងមិនត្រឹមតែប៉ុណ្ណោះនឹងជួយឲ្យបងជួបតែមនុស្សល្អៗតាមជួយជ្រោមជ្រែងព្រមទាំងផ្ដល់នូវសុភមង្គលដល់ជីវិតគូរបស់បងផងដែរទី6អ្នកដែលកើតថ្ងៃសុក្រចំពោះអ្នកដែលកើតថ្ងៃសុក្រចូលជ្រើសរើសយកត្បូងថ្ម Lapis Lazuli ត្បូងទទឹមឬក៏គុជពណ៌បៃតងដើម្បីទាញយកសំណាងពេញព្រៀបឲ្យខ្លួនរបស់បងនិងក្រុមគ្រួសារត្បូងប៉ុន្មានគ្រាប់នេះជាត្បូងហុងស៊ុយនៅក្នុងការទាញយកទ្រព្យសម្បត្តិហូរហៀពង្រឹងនៅអំណាចបង្កើននូវកេរ្តិ៍ឈ្មោះនិងព្យាបាលនៅជំងឺតម្កាត់នានាដែលនៅក្នុងកាយរបស់បងថែមទៀតផងទី7អ្នកដែលកើតថ្ងៃសៅរ៍សម្រាប់អ្នកដែលកើតថ្ងៃសៅរ៍វិញប្រភេទត្បូងដែលស័ក្តិសមចំពោះបងគឺត្បូងកណ្ដៀងត្បូងថ្ម Lapis Lazuli ឬក៏ត្បូងទទឹមពពួកត្បូងទាំងនេះជួយលើករាសីដល់នូវភាពជោគជ័យតាមបំណងប្រាថ្នារបស់បងហើយថែមទាំងទាញនូវទ្រព្យសម្បត្តិសុខុមាលភាពនិងភាពសុខសាន្តដល់ក្រុមគ្រួសាររបស់បងថែមទៀតផងបងដល់គ្នាការផ្ដល់ជូននៅក្នុងវីដេអូមួយនេះប្រសិនជាបងចង់បង្កើតនៅហុងស៊ុយនៅក្នុងជីវិតរបស់បងគួរតែរៀបចំត្បូងទាំង7ដែលខ្ញុំបានផ្ដល់ជូនទៅកាន់បងនៅក្នុងនោះបើសិនជាត្បូងខ្លះមានតម្លៃដែលបងដល់គ្នាមិនអាចមានលទ្ធភាពនៅក្នុងការទិញយកទៅលម្អដល់រូបកាយរបស់បងក៏ក្រឡេកទៅឆែកមើលអំពីត្បូងមួយចំនួនឬក៏ប្រភេទថ្មរំលីងមួយចំនួនដែលមានការរៀបចំដ៏ល្អអាចនិយាយបានថាជាប្រភេទក្របអង្កាំដែលមានការចងក្រងដោតជាខ្សែដៃឬក៏ដោតជាប្រភេទខ្សែកទៅតាមចំណង់ចំណូលចិត្តរបស់បងហើយធ្វើយ៉ាងណាលៃយ៉ាងណាពណ៌បែបណាឲ្យត្រូវទៅតាមក្បួនដំណើរនៃហុងស៊ុយរបស់បងដើម្បីលើកជោគជ័យរាសីរបស់បងទាំងអស់គ្នារឿងមួយនេះអ្នកនៅលើโลกនេះអត់ជឿគឺអត់បានទេព្រោះជំនឿបានជាប់មកនៅជាមួយនឹងព្រលឹងដូនតាបុព្វបុរសខ្មែរយើងតាំងពីបុរាណសាសនាដំបូងរបស់សាសនាខ្មែរយើងគឺសាសនាជំនឿលើព្រលឹងដូនតានិងជំនឿលើការរៀបចំនៃគ្រឿងសក្ការៈបូជាក៏ដូចជាគ្រឿងលម្អដល់រូបកាយមួយចំនួនសុទ្ធតែជាជំនឿហើយខ្មែរយើងមានក្បួនមានຂະຫນាតត្រឹមត្រូវយ៉ាងច្បាស់លាស់សម្រាប់អ្នកដែលគាត់មានជំនឿពិតប្រាកដ
ក៏រៀបចំខ្លួនរបស់គាត់ក៏រៀបចំការតុបតែងដោយគ្រឿងវត្ថុស័ក្តិសិទ្ធិឬក៏ហៅថាវត្ថុមង្គលណាបាទនឹងជួយទៅដល់រូបរាងកាយរបស់គាត់ឲ្យមានកម្លាំងធម៌ពលការពិតនៅក្នុងដំណើរអត្តពលកម្លាំងធម៌ពលនៃការស្រូបទាញក៏គេមានការរៀបចំក្បួនបែបណាឲ្យត្រូវជាមួយធាតុបាទមានធាតុទឹកធាតុភ្លើងធាតុខ្យល់បាទធាតុដីឲ្យត្រូវធាតុគ្នាដើម្បីឡើងរាសីធ្វើឲ្យអារម្មណ៍យើងរីករាយពាក្យថាឡើងរាសីនេះគឺយើងសំដៅលើសុខភាពល្អសំដៅលើចិត្តវិញ្ញាណខាងក្នុងរបស់យើងពោពេញដោយកម្លាំងពោពេញដោយការជឿជាក់សំដៅលើធម៌ពលដែលមាននៅក្នុងរូបកាយសំដៅលើយើងរកមុខរបរអាជីវកម្មអីទៅដាក់ចុះទៅដូរតាមដៃមកវិញលក់ទៅបានលុយច្រើនហើយមិនត្រឹមតែបានលុយច្រើនទេសល់ទៀតជាវិធីសាស្ត្រដែលសល់បងគឺការសល់នៅពេលដែលបងទាំងអស់គ្នារកលុយបានហើយសល់លុយហ្នឹងយកលុយហ្នឹងមកទុកដាក់សម្រាប់ទិញបាទទិញផ្ទះទិញឡានបាទទិញខ្សែកខ្សែដៃចិញ្ចៀនមាសពេជ្រអីផ្សេងនឹងទើបគេហៅថាការរកទទួលទានប្រកបដោយភាពរីកចម្រើនហើយបើសិនជាយើងរកបានត្រឹមតែមកគ្រប់ចាយឬក៏មកគ្រប់ញ៉ាំទេអាហ្នឹងគឺគេអត់ថាការរីកចម្រើនទេហ្នឹងណាបាទអញ្ចឹងការរៀបចំនេះពិតជាធ្វើឲ្យយើងមានហុងស៊ុយខ្ពស់មានសំណាងខ្ពស់ឲ្យតែបងចេះរៀបចំអញ្ចឹងត្បូងនាំសំណាងលើករាសីត្រូវជាមួយតារានិករហើយត្រូវតែមាននៅក្នុងជីវិតរបស់បងត្បូងមានភាពស្រស់ស្អាតហើយបង្កប់ដោយអត្តន័យនិងជានិមិត្តសញ្ញាផ្សេងគ្នាដែលហោរាសាស្ត្រអាចប្រើដើម្បីប្រាប់បងថាថ្មសំណាងរបស់បងគឺជាអីទៀតមានត្បូងជាច្រើនប្រភេទនៅក្នុងពិភពលោកនេះហើយពួកគាត់នីមួយៗគឺតំណាងឲ្យវត្ថុភពធាតុនិងទិដ្ឋភាពផ្សេងគ្នានៅក្នុងជីវិតប្រជាជននិងវប្បធម៌ជាច្រើនក៏ជឿនៅលើថ្មនាំសំណាងដែលជាថ្មឯកាពីពួកគាត់និងនាំសំណាងពេញមួយជីវិតរបស់ពួកគាត់ដែរថ្មទី1អារីថ្ងៃទី21ខែមីនាដល់ថ្ងៃទី19ខែមេសាថ្មផ្កាក្រហមអារីជាមនុស្សមិនភ័យខ្លាចនិងរឹងមាំនៅពេលជួបបញ្ហាពួកគាត់មានសមត្ថភាពខ្លាំងហើយប្រកាន់ខ្ជាប់នៅអ្វីដែលត្រឹមត្រូវនិងមានការប្រាជ្ញាចិត្តខ្ពស់ជាមួយមហិច្ឆតាដែលមានត្បូងផ្កាថ្មពណ៌ក្រហមគឺជានិមិត្តរូបនៃព្រះនៃសង្គ្រាមព្រះអង្គាវាគឺជារឿងធម្មតាដែលត្បូងបែបនេះនឹងមានភាពជឿជាក់និងភាពក្លាហានដូច្នេះសម្រាប់អារីដែលមានដៃគូអាពាហ៍ពិពាហ៍អសកម្មត្រូវពាក់អង្កាំឬក៏ត្បូងផ្កាថ្មក្រហមជាមធ្យោបាយដើម្បីបង្កើនបំណងប្រាថ្នាសម្រាប់ស្នេហានិងភាពរឹងមាំនៅក្នុងទំនាក់ទំនងអ្នកខ្លះទៀតក៏ជឿថាផ្កាថ្មក្រហមអាចជួយព្យាបាលអ្វីៗគ្រប់យ៉ាងពីក្នុងរាងកាយនេះបើយោងទៅតាមអ្នករចនាម៉ូដគ្រឿងអលង្ការរ៉ូម៉ាតារាវិទូជាច្រើនបានបញ្ជាក់ថាអ្នកដែលពាក់គ្រឿងអលង្ការផ្កាថ្មក្រហមងាយនឹងរួចផុតពីបំណុលគឺដោយសារតែផ្កាថ្មក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពជោគជ័យនៅក្នុងអាជីវកម្មឬក៏ការងារទី2 Taurus ថ្ងៃទី30ខែមេសាដល់ថ្ងៃទី30ខែឧសភាពេជ្រ Taurus ត្រូវបានគេស្គាល់ដោយសារតែចំណង់ចំណូលចិត្តភាពជឿជាក់រួមទាំងភាពឆាតឆាយពួកគាត់បង្កើតការពេញចិត្តនិងការគោរពចំពោះមនុស្សជុំវិញខ្លួនដោយសារតែពួកគាត់រីករាយស្រឡាញ់និងស្មោះត្រង់ជានិច្ចពេជ្រតំណាងឲ្យសេចក្តីស្រឡាញ់និងភាពស្រស់ស្អាតនៅក្នុងគ្រឿងអលង្ការវាអាចជាស្នេហាសម្រាប់សមាជិកគ្រួសារឬក៏មិត្តភ័ក្តិនិងដៃគូស្នេហាដោយដែលបងបានឃើញពេជ្រនៅក្នុងប្រវត្តិសាស្ត្រដែលត្រូវបានពាក់នឹងមេដឹកនាំឬអិសរាជជនដែលមានអំណាចដើម្បីធ្វើជានិមិត្តរូបនៃភាពរឹងមាំនិងភាពមិនថិតថេរទី3 Gemini ថ្ងៃទី21ឧសភាដល់ថ្ងៃទី21ខែមិថុនាត្បូងពណ៌ខៀវបុគ្គលិកលក្ខណៈ Gemini មានភាពសប្បាយរីករាយច្រើនក៏ប៉ុន្តែវាមានគុណវិបត្តិដូចសញ្ញាផ្សេងទៀតដែរ Gemini មានភាពបត់បែនផ្លាស់ប្ដូរនិងឆ្លាតគុណវិបត្តិរបស់ពួកគេរួមមានភាពមិនច្បាស់លាស់ភាពអន្ទះអន្តែងភាពមិនគួរឲ្យទុកចិត្តត្បូងមរកតដែលមានពណ៌បៃតងដ៏រស់រវើកដែលបង្កើតគ្រឿងអលង្ការយ៉ាងស្រស់ស្អាតត្បូងមរកតត្រូវបានគេស្គាល់ថាជាត្បូងសម្រាប់អ្នកកើតនៅនីតិខៈរដូវសម្រាប់អ្នកកើតក្នុងសម័យនោះត្បូងមរកតត្រូវបានគេគិតថានឹងនាំមកនូវកម្លាំងជីវិតថ្មីជោគជ័យក្នុងការបណ្ដាក់ទុនថ្មីនិងសុខភាពល្អត្បូងមរកតក៏ត្រូវបានគេនិយាយថាអាចជួយឲ្យអ្នកពាក់មើលឃើញអ្វីៗបានច្បាស់និងសមហេតុផលលើកទឹកចិត្តឲ្យមានសមាធិនិងការឆ្លុះបញ្ចាំងក្នុងជីវិតអ្នកខ្លះជឿថាត្បូងមរកតអាចបង្ហាញពីស្នេហាពិតនិងនាំឲ្យដៃគូកាន់តែជិតស្និទ្ធជាមួយគ្នាទី4 Cancer នៅថ្ងៃទី22ខែមិថុនាដល់ថ្ងៃទី22ខែកក្កដាគុជឬក៏ថ្មព្រះច័ន្ទតារានិករ Cancer តំណាងឲ្យសមត្ថភាពនៅក្នុងការមានទាំងភ្នែកអារម្មណ៍ទាំងវិចារណញ្ញាណខ្ពស់និងសមត្ថភាពផ្លូវចិត្តខ្លាំងក្លាដែលពួកគាត់មានគុជគឺជានិមិត្តសញ្ញាដ៏អស្ចារ្យបំផុតសម្រាប់ប្រាជ្ញាតំណាងឲ្យភាពស្ងប់ស្ងាត់
អាចពង្រឹងទំនាក់ទំនងដ៏មានតម្លៃនិងបង្ហាញពីសុវត្ថិភាពគុជក៏តំណាងឲ្យភាពបរិសុទ្ធភាពស្មោះត្រង់និងភក្ដីភាពត្បូងសមុទ្រនេះត្រូវបានគេជឿជាក់ថាផ្ដោតការការពារដល់អ្នកពាក់ក៏ដូចជាទាក់ទាញសំណាងល្អនិងទ្រព្យសម្បត្តិទី5 Leo ថ្ងៃទី23ខែកក្កដាដល់ថ្ងៃទី22ខែសីហាថ្មរូបនេះពណ៌ក្រហម Leo ជាមនុស្សដែលមានក្តីស្រឡាញ់ខ្លាំងនិងច្នៃប្រឌិតទោះបីជាយ៉ាងណាក៏ដោយពេលខ្លះពួកគាត់អាចមានភាពរឹងជចេះតឹងរឹងនិងមិនអាចបត់បែនបាន Leo ក៏បានកម្លាំងខ្លាំងក្លានិងចង់យកឈ្នះគ្រប់យ៉ាងដែលពួកគាត់បានតាំងចិត្តធ្វើនៅពេលដែល Leo កំណត់គោលដៅសម្រាប់ពួកខ្លួននោះនឹងប្រកាន់ខ្ជាប់ដោយភាពអត់ធ្មត់ Robbie ពណ៌ក្រហមត្រូវបានគេជឿថាការពារអ្នកពាក់ពីអំពើអាក្រក់មិនថាពាក់ខ្សែកចិញ្ចៀនឬក៏គ្រឿងអលង្ការផ្សេងទៀតប្រសិនបើអ្នកជាម្ចាស់ត្បូងទទឹមអ្នកនឹងរស់នៅដោយសុខដុមជាមួយនឹងមនុស្សទាំងអស់ហើយត្រូវបានការពារពីគ្រោះថ្នាក់ប្រសិនបើបងសុបិនឃើញត្បូងទទឹមអ្នកនឹងមានសំណាងល្អត្បូងនេះធ្លាប់ត្រូវបានគេគិតថាការពារអ្នកចម្បាំងប្រសិនបើពាក់ពាសដែកឬក៏បង្កប់នៅក្នុងស្បែករបស់ពួកគេនឹងត្រូវបានគេចាត់ទុកជាស្ដេចនៃត្បូងទទឹមតំណាងឲ្យសេចក្តីស្រឡាញ់ចំណងធម៌ពលនិងភាពជោគជ័យគ្រប់បញ្ហាអាចដោះស្រាយបានគ្រប់កលៈទេសៈជាពិសេសគឺពង្រីកអាជីវកម្មនិងមុខរបរការលក់ដូររបស់អ្នកទៀតផងដើម្បីឲ្យចំណូលរបស់អ្នកកើនឡើងខ្ពស់កាត់បន្ថយការចំណាយក្នុងគណៈពេលដែលការចំណាយរបស់អ្នកមិនគួរចំណាយឥឡូវនេះឱកាសល្អបានមកដល់ហើយពីក្រុមហ៊ុន Eleco ផ្ដល់ឱកាសសម្រាប់បងដែលចង់ក្លាយជាដៃគូផ្នែកលក់ដោយមិនកាត់ស្តុកសូមបងតាក់ទងមកខ្ញុំសំណាងចក្រាក្នុងគណៈពេលនេះក្រុមការងារវ៉ាវនឹងផ្ដល់ជូនទៅកាន់បងអំពីវិធីសាស្ត្រក្នុងការលក់ផលិតផលដែលមិនកាត់ស្តុកហើយទទួលបានប្រាក់ចំណេញជារៀងរាល់មួយខែ2ដងសូមបញ្ជាក់ជូនបងថានេះគឺជាក្រុមហ៊ុននៅក្នុងស្រុកខ្មែររបស់យើងដែលដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយផលិតផលស្តង់ដាសុទ្ធតែជាផលិតផលរបស់សហរដ្ឋអាមេរិកដែលខ្ញុំបានតាំងនៅលើបាទរូបនៃអេក្រង់ទូរស័ព្ទបងដែលកំពុងទស្សនានៅផ្នែកខាងស្ដាំដៃរបស់ខ្ញុំនេះបាទគឺបង្ហាញជូនអំពីផលិតផលដែលមាននៅក្នុងក្រុមហ៊ុន Eleco ហើយផ្នែកខាងឆ្វេងដៃរបស់ខ្ញុំគឺរូបថ្នាំដ៏ថ្មីនេះក៏មានបាទលក់នៅក្នុងបាទក្រុមការងារវ៉ាវរបស់ខ្ញុំផងដែរអញ្ចឹងសូមបញ្ជាក់ជូនទៅកាន់បងថាក្រុមហ៊ុន Eleco ផ្ដល់ឱកាសនាំមកនៅផលិតផលស្តង់ដាសហរដ្ឋអាមេរិកហើយជូនទៅកាន់បងដែលជាដៃគូផ្នែកលក់ចង់ខ្លាយជាដៃគូផ្នែកលក់មួយដែលមិនចាំបាច់មានដើមទុនគឺបងអាចទទួលបានប្រាក់ចំណូលបាននេះជារឿងពិតហើយបងតាក់ទងមកខ្ញុំសិនកុំអត់តន់ជឿហើយតាក់ទងហ្នឹងកុំអត់តន់ចំណាយណាបើសិនជាមានអ្នកណាតាក់ទងទៅបងហើយគេនិយាយថាត្រូវបងចំណាយលុយប៉ុណ្ណេះសូមបងតាក់ទងមកខ្ញុំសិនណាពីក្រុមការងារវ៉ាវផ្ដល់ជូនទៅកាន់បងគឺអត់មានបាទត្រូវការឆាយថវិកាអីនោះទេគ្រាន់តែបងមានទូរស័ព្ទដៃ smartphone ដែលអាចប្រើអ៊ីនធឺណិតបានហើយបងស្រឡាញ់ចូលចិត្តនៅក្នុងវិស័យ digital ក្នុងមានន័យថាជាវិស័យដែលបងលក់នៅក្នុងអនឡាញមុខរបរអាជីវកម្មបងនៅតែមានដដែលបងលក់ដូរអីនៅតែលក់ដដែលហើយនៅផ្ទះរបស់បងនៅតែមានមុខរបរមើលថែទាំកូនចៅឬក៏អីផ្សេងដដែលប៉ុន្តែបងឆ្លៀតពេលវេលាដើម្បីលក់នៅក្នុងវិស័យអនឡាញបន្ថែមទៀតបានសូមបងតាក់ទងមកខ្ញុំសំណាងចក្រាតាមលេខទូរស័ព្ទ012 906 700 088 7968 054ជួបខ្ញុំសំណាងចក្រានៅវីដេអូក្រោយ